ខ្ញុំលើកយកជំងឺមួយដែលមានការវិវត្តយ៉ាងឆាប់រហ័សហើយអាចគ្រោះថ្នាក់ដល់ជីវិតដែរជំងឺនោះគឺជាជំងឺរលាកថ្លើមស្រួចស្រាវចំណែកឯរោគសញ្ញាធ្ងន់ធ្ងររបស់ជំងឺថ្លើមស្រួចស្រាវនេះមានដូចជាទី1ស្បែកលឿងភ្នែកក៏លឿងដែរទី2ជឺពោះនៅផ្នែកខាងលើហើយនៅខាងស្ដាំទី3ហើមពោះហើយទី4ក្អួតឬក៏ចង្អោរទី5ច្បោកច្បល់ស្មារតីឬក៏ការវង្វេងស្មារតីហ្នឹងហើយមួយទៀតគឺងងុយដេកហើយមូលហេតុដែលធ្វើឲ្យរលាកថ្លើមស្រួចស្រាវនោះមានដូចជាការប្រើប៉ារ៉ាសេតាមុលលើសកម្រិតខ្លាំងទី2គឺរលាកថ្លើមប្រភេទ B A និង C និងមេរោគផ្សេងទៀតទី3ដោយសារជាតិពុលឧទាហរណ៍ដូចជាផ្សិតពុលថ្នាំពុលឬក៏ពុលដោយសារសូរ៉ាទី4គឺអាហារបំពន់រុក្ខជាតិដែលមិនបានពិនិត្យឬក៏កម្រិតនៃដូសឲ្យបានត្រឹមត្រូវពេលណាយើងបរិភោគច្រើនពេកអាចឲ្យពុលថ្លើមដែរបើបងប្អូនមានរោគសញ្ញាដូចខាងលើសូមបងប្អូនប្រញាប់ទៅជួបនឹងបច្ចេកវិទ្យាដើម្បីឲ្យបច្ចេកវិទ្យាពិនិត្យនិងព្យាបាលឲ្យបានត្រឹមត្រូវសូមអរគុណ